បាទជំរាបសួរពុកម៉ែបងប្អូនកូនក្មួយឬក៏ចៅទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណេះដឹងមួយមកចែករំលែកដល់ដែលក្មួយឬក៏កូនចៅទាំងអស់គ្នាឲ្យបានដឹងអំពីសាងសង់បង្គន់នៅក្នុងផ្ទះឬក៏ក្រេដេកនៅក្នុងបន្ទប់យ៉ាងណាក្រេដេកនៅក្នុងបន្ទប់ហ្នឹងធ្វើម៉េចឲ្យត្រូវទៅតាមក្បួនខ្នាតបុរាណខ្មែរយើងដែលបុរាណខ្មែរយើងហៅថាជ័យភូមិយ៉ាងណាតែរឿងអស់ហ្នឹងវាមិនជាយ៉ាអីទេចឹងណាសំខាន់ដាក់ឲ្យត្រូវនៅក្នុងដែលក្បួនជ័យភូមិយើងទៅនឹងបានសុខសាន្តចា៎អាហ្នឹងហើយបានខ្ញុំចែករំលែកហើយចែករំលែកទៀតទៅដល់ក្មួយឬក៏ចៅទាំងអស់គ្នាឲ្យបានដឹងអំពីបង្គន់ក្នុងផ្ទះឬក៏ក្រេដេកនៅក្នុងផ្ទះហ្នឹងដាក់យ៉ាងណាដេកយ៉ាងណាដើម្បីឲ្យមានសេរីសួស្តីជ័យមង្គលដល់យើងទាំងអស់គ្នានឹងហើយបានណាកុំឲ្យខាត់ពេលយូរអំពីដែលបង្គន់នៅក្នុងផ្ទះមួយជើនពីរជើន3ជើនឬក៏5ជើនឡើងទៅយ៉ាងណាកាលមុនវីដេអូមុនដែលខ្ញុំបានសន្យាថាខ្ញុំនឹងចេញដែលវីដេអូអំពីផ្ទះ2ជើន3ជើនចែកជូនបងប្អូនកូនក្មួយឬក៏ចៅទាំងអស់គ្នាឲ្យបានដឹងចាំមើលដែលខ្ញុំប្រាប់ដែលក្មួយណាក្មួយដែលឬក៏ចៅដែលចូលរៀនសិក្សាចាំទុកអំពីជ័យភូមិបុរាណខ្មែរយើងយ៉ាងណាបង្គន់យើងសាងសង់នៅក្នុងផ្ទះយ៉ាងណាសាងសង់នៅក្នុងផ្ទះហ្នឹងធ្វើយ៉ាងម៉េចកំបែទ្វារបង្គន់ហ្នឹងទៅចំដែលទ្វារដែលយើងចេញចូលទ្វារដែលបន្ទប់យើងហ្នឹងចេញចូលកុំឲ្យអាទ្វារបង្គន់និងទ្វារបន្ទប់យើងហ្នឹងវាត្រូវគ្នាកុំឲ្យវាស៊ីគ្នាណាធ្វើឲ្យឈៀងគ្នាបន្តិចទៅអត់អីទេចាណាហើយក្រេដេកក៏ដូចគ្នាដែរក្រេដេកអាហ្នឹងខ្ញុំដែលនិយាយអំពីក្រេដេកមុនក្រេដេកពេលដែលទ្វារយើងដាក់ដែលចំពីនឹងហើយយើងក៏ឲ្យដាក់ក្រេដេកហ្នឹងនិយាយរួមទៅខ្ញុំរូបបាក់កលែងពង្យល់បន្តិចចឹងណាដែលយើងពេលយើងដេកយើងក៏ឲ្យសណ្ដូកជើងទៅចំដែលទ្វារដែលយើងចូលមកចឹងណាពេលដែលយើងដេកហ្នឹងយើងធ្វើម៉េចក៏ឲ្យដេកសណ្ដូកជើងហ្នឹងចំទ្វារដែលយើងចូលមកឬក៏កុំអោយដេកបែរក្បាលទៅចំដែលទ្វារដែលយើងបើកហើយយើងដើរចូលមកចឹងណាអានឹងក្រេដេកយើងដាក់ឲ្យចង្ហៀងបន្តិចទៅចឹងណាពេលដែលយើងដេកហើយយើងសណ្ដូកជើងទៅចំដែលទ្វារដែលយើងបើកចូលមកណាចូលចេញហ្នឹងណាអានឹងវាអត់មានសេរីសួស្តីទេនៅពេលហ្នឹងនិមិត្តអាក្រក់សុបិនអាក្រក់ចឹងណានិមិត្តអាក្រក់សុបិនអាក្រក់ពេលដែលយើងដេកទៅដូចដែលមនុស្សស្លាប់យ៉ាងឯងតែនៅមានដង្ហើមចេញចូលមនុស្សស្លាប់អត់មានដង្ហើមចេញចូលទេណាសូមអត់ទោសទៅហ្នឹងខ្ញុំប្រៀបធៀបហ្នឹងណានៅពេលហ្នឹងវិញ្ញាណយើងនេះចេញចឹងណាជីដូនភូតយើងនឹងចេញចូលចឹងណាឧទាហរណ៍ដូចដែលបុរាណខ្មែរយើងហ្នឹងគាត់តែងតែប្រាប់ថាបើសិនមនុស្សស្លាប់នៅពេលដែលយើងសែងចឹងណានៅពេលដែលយើងសែងហ្នឹងយើងត្រូវដាក់ជើងហ្នឹងទៅមុនវាអត់សូវធ្ងន់ចឹងណាដាក់ជើងសណ្ដូកជើងហ្នឹងទៅខាងដែលយើងដើរយើងត្រង់ដើរទៅអញ្ចឹងយើងស្ដុកជើងទៅអញ្ចឹងក្បាលលេសពហ្នឹងមកនេះនៅពេលដែលយើងសែងមនុស្សឈឺមនុស្សឈឺមនុស្សគ្រុនអីផ្សេងហ្នឹងណាគេត្រូវដាក់ក្បាលទៅខាងដែលយើងត្រូវដើរចេញទៅអញ្ចឹងណាដាក់ក្បាលត្រូវដែលយើងដើរចេញទៅអញ្ចឹងទៅវិញអាហ្នឹងសែងមនុស្សរស់សែងមនុស្សស្លាប់គេដាក់ជើងទៅមុនវាអត់សូវធ្ងន់អញ្ចឹងណាអាហ្នឹងបុរាណខ្មែរយើងនិយាយអញ្ចឹងនៅពេលដែលយើងដេកលើក្រេហ្នឹងក៏ដូចគ្នាដែរនៅពេលដែលយើងដាក់ជើងសណ្ដូកទៅចំដែលទ្វារដែលយើងបើកចេញចូលហ្នឹងស្មើនឹងមនុស្សស្លាប់អញ្ចឹងណាពីព្រោះជើងយើងដើរចេញចូលយប់ឡើងនឹងហើយវាប្រឈងទៅដល់ជីដូនភូតណាប្រឈងទៅដល់ជីដូនភូតអាហ្នឹងខ្ញុំនិយាយរឿងរតាតបបន្តិចហើយក៏ស៊ីពេលបន្តិចអាហ្នឹងបែមកបង្គន់វិញបង្គន់ពេលដែលផ្ទះយើង2ជើន3ជើនឬក៏យើងទៅជួលខណ្ឌូគេនៅបន្ទប់យើងណានៅពេលដែលសិនបើពេលដែលមានដែលលូបង្គន់ដែលគេដាក់មកនេះណាខ្ញុំនិយាយថាទុយោបង្គន់ដាក់មកបើសិនតែវាកាត់ចំក្បាលដំណេកយើងសេរីក្រេធ្វើម៉េចឲ្យផុតពីលូទុយោបង្គន់ហ្នឹងកាត់ចំក្បាលដំណេកយើងអញ្ចឹងណាកុំឲ្យវាកាត់ចំឬក៏កាត់ចំក្រេដេកយើងអានឹងគេហៅថាលូលីមួកពិឃាតណាតែលឺខ្ញុំនិយាយថាលូលីមួកពិឃាតហ្នឹងអានឹងមានតែក្បួនចិនខ្សែតើឬក៏ក្បួនចិនតើ
និយាយរឿងពីឃាតឬអីហ្នឹងអត់ទេខ្មែរយើងក៏និយាយដែរជ័យភូមិខ្មែរយើងក៏និយាយដែរចឹងណាអានឹងបានថាកុំមួយថាអីឡើងក៏ចិនសែអីឡើងក៏ក្បួនចិនចេះចោះអីអត់ទេក្បួនចិនសែនិងក្បួនបុរាណខ្មែរយើងដើរទន្ទឹមគ្នាទេស៊ីគ្នាបន្តិចបន្តិចខុសគ្នាបន្តិចបន្តិចទេចឹងណាមិនជាទិសខទេឧទាហរណ៍ដូចថាផ្លូវថ្នល់បុកចំផ្ទះណែក្បួនជ័យភូមិខ្មែរយើងថាចម្ងាយ60 ម៉ែត្រអត់មានបញ្ហាអីទេនឹងសាងសង់បានបើក្បួនដែលចិនសែនឹងថាផ្លូវថ្នល់បុកចំផ្ទះយើងចម្ងាយ50 ម៉ែត្រសាងសង់ចោះអត់មានខុសនៅក្នុងដែលក្បួនចិនសែទេនឹងដើរទន្ទឹមគ្នាស៊ីគ្នាបន្តិចបន្តិចចឹងណាអត់នេះទេពីព្រោះដែលយោតែមួយទេប៉ាណាក្រឹមមួយកាត់បន្ថយបន្តិចបន្តិចទៅទំលើបគេហៅថាទំលើបចឹងណាដោយភូមិមួយទំលើបអញ្ចេះភូមិមួយទំលើបអញ្ចេះចឹងណាអានឹងដូចគ្នាសាសមួយទំលើបអញ្ចេះសាសមួយទំលើបអញ្ចេះតែវាតែមួយទេបើសិនថាយើងដែលនិយាយចេះមួយចុះមួយដូចថាយើងប្រកាន់វាច្រើនពេកចឹងណាអានឹងដែលសពអទូណាគួយណាដែលខ្ញុំនិយាយរៀងច្រើនបន្តិចតែបើសិនថាមានលូទៅយោបង្គន់នឹងកាត់ចំដែលក្រេយើងដេកហ្នឹងយើងសេរីក្រេធ្វើម៉េចឲ្យផុតចឹងណាបើមិនផុតទេអានឹងគេហៅថាលូលីមុខពិឃាតអានឹងអត់មានសេរីសួស្ដីទេនៅក្នុងបន្ទប់ហ្នឹងយើងធ្វើអីនីមួយហ្នឹងក៏ដោយសម្បូរទៅដោយរោគាបើសិនថាដែលលូលីមុខពិឃាតហ្នឹងរោគនេះរោគអានោះឬបញ្ហានេះបញ្ហានោះជឿក្បាលវិលមុខអីផ្សេងទៅចឹងណាវាមិនមែនកាត់បន្ថយអំពីសេដ្ឋកិច្ចយើងទេណាអានឹងណាវាធ្វើទុកទៅដល់សុខភាពយើងលូទៅយោបង្គន់ពិឃាតហ្នឹងណាអានឹងមិនប៉ះពាល់ដល់ដែលវិស័យសេដ្ឋកិច្ចដែលប្រចាំថ្ងៃយើងទេអានឹងណាអានឹងខ្ញុំដែលប្រាប់ដែលពុកម៉ែបងប្អូនកូនក្មួយឲ្យបានដឹងដូចជាយើងដេកសណ្ដូកដែលជើងចេញទៅចំដែលទ្វារដែលយើងបើកចេញចូលនឹងក៏ដោយវាអត់មានធ្វើទុកបុកម្នេញទៅដល់ដែលនិស័យសេដ្ឋកិច្ចដែលគ្រួសារយើងទេប៉ុន្តែគ្រាន់តែថាប៉ះពាល់ទៅដល់សុខភាពបើសិនប៉ះពាល់ទៅដល់សុខភាពហើយស្មើនឹងប៉ះពាល់ទៅដល់និស័យសេដ្ឋកិច្ចគ្រួសារយើងហើយពីព្រោះយើងតែពេលដែលយើងឈឺគ្រុនល្ងាមកអីមកទៅណាលុយមិនចេញចឹងណានៅពេលលុយចេញហ្នឹងនឹងប៉ះពាល់ហើយនៅពេលដែលយើងគ្រុនល្ងាហើយយើងអត់បានទៅធ្វើការទៀតចឹងណាប៉ះពាល់ទៅដល់និស័យសេដ្ឋកិច្ចដែលគ្រួសារយើងដូចតែគ្នាដែរចឹងណាប៉ុន្តែក្នុងសភៅហ្នឹងគេមិននិយាយអញ្ចឹងទេក្នុងសភៅហ្នឹងគេថាដាក់ក្នុងសភៅហ្នឹងដាក់ថាមិនប៉ះពាល់ទៅដល់និស័យសេដ្ឋកិច្ចគ្រួសារយើងទេប៉ុន្តែគ្រាន់មានជំងឺដំកាត់បន្តិចបន្តួចចេះមួយចុះមួយចឹងណាអាហ្នឹងខ្ញុំដែលប្រាប់ដែលពុកម៉ែបងប្អូនកូនក្មួយឲ្យបានដឹងចឹងណាហើយនៅពេលដែលយើងមុននឹងសាងសង់ដែលផ្ទះយើងចេះសាងសង់ផ្ទះតោះផ្ទះវាមានច្រើនស្ថានឧទាហរណ៍ថាផ្ទះថ្មទៀមវិឡាទឿចឹងណាឬក៏ផ្ទះដែលបុរាណខ្មែរយើងលើកសសរឈើអីផ្សេងចឹងណាអានឹងដែលយើងត្រូវការជីកដីមុនហើយអ្នកខ្លះណាអត់យល់អ្នកខ្លះដែលពេលអត់យល់ទៅនៅពេលនេះចង់បានល្អអីល្អទៅឬដែលគេឃោសនាថាអូមកយើងមុននឹងលើកផ្ទះលើកសសរឬអីចឹងយើងជីកដីជីកអីហ្នឹងយើងត្រូវតែដាក់អំបិលឬប្រហុកម្ទេសឬក៏ខ្ទឹមអីផ្សេងទៅកំភ្លេដាក់មកកំភ្លេដែលគ្រឿងដាំស្លហ្នឹងនៅក្នុងកណ្ដាលផ្ទះយើងឬយកអំបិលទៅរោយនៅក្នុងដែលដែនដីដែលយើងនឹងសាងសង់ហ្នឹងណាកន្លែងយើងជីករណ្ដៅហ្នឹងណាថាល្អណាស់អីណាស់នេះអ្នកខ្លះទៅគេថាអូបើចង់ឲ្យបានភ្ញៀវច្រើនចូលផ្ទះឬក៏អីទេយើងសាងសង់តូបស្អីលក់អីវ៉ាន់ស្អីមួយហ្នឹងយើងជីកសសរជីកគ្រឹះជីកអីហ្នឹងយើងប្រមូលសម្រាមប្រមូលអីទៅដាក់នឹងបានភ្ញៀវច្រើននឹងបានអីច្រើនអត់ទេខុសស្រឡះយ៉ាងណាខុសស្រឡះមិនល្អទេបើសិនយើងប្រមូលស្រាំទៅដាក់នៅពេលដែលស្រាំនោះលួយទៅណាវាញ៉ាំងអយផ្ទះយើងស្រុតញ៉ាំងអយដែលតូបលក់អីវ៉ាន់យើងនេះស្រុតបានចឹងណាហើយសម្បូរទៅដោយរោគាទៀតបើយើងដាក់ស្រាំសម្បូរទៅដោយគេបៀតបៀនយាយីផ្លូវចិត្តយើងអីយើងចឹងណាយើងមើលនៅក្នុងអានិសង្សរបស់ច្រាស់ទៅនៅក្នុងពុទ្ធសាសនាយើងចឹងណាខ្ញុំបានថាក្នុងអានិសង្សរបស់ច្រាស់ហ្នឹងគឺល្អណាស់នៅពេលយើងបោះនេះយើងការពារក្អែបខ្ទួយការពាររោគអីផ្សេងចុះបើសិនថាយើងមិនបោះច្រាស់ចេញហើយដល់ពេលយើងទៅប្រមូលសារ៉ាំប្រមូលអីមកដាក់ទៀតអានឹងសម្បូរទៅដោយរោគចឹងណានឹងហើយបានខ្ញុំប្រាប់ឲ្យអំបិលនឹងដូចគ្នាអំបិលមិនគួរនឹងដាក់ទេឬម្ទេសអីក៏ដោយមិនគួរនឹងដាក់នៅក្នុងដែលរណ្ដៅកន្លែងយើងជីកដែលគ្រឹះអីនឹងទេអត់គួរដាច់ខាត់មិនគួរនឹងដាក់ទេចឹងណាអត់មិនគួរដាច់
ខាតបុរាណខ្មែរយើងមុននឹងសាងសង់ហ្នឹងគឺឲ្យយើងជីដីហ្នឹងយកមកលិតមើលតែដីហ្នឹងវាមានរសជាតិប្រៃឬរសជាតិផ្អែមឬរសជាតិជូរអញ្ចឹងណាបើមានរសជាតិប្រៃទេគេថាអាដីទៅហ្នឹងណាបុរាណខ្មែរយើងថាដីទៅហ្នឹងដីច្រាបមិនល្អចឹងណាដីច្រាបតែក្មេងសម័យឥឡូវនេះមិនដឹងទេពាក្យថាច្រាបនោះសម័យមុនពេលដែលដីតាណាដែលដីច្រាបហ្នឹងវាមានតែសัตว์អីផ្សេងទៅស៊ីពេលវាឆ្លងកាត់មកវារួមគ្នាទៅស៊ីដីហ្នឹងឯងទៅស៊ីដីច្រាបហ្នឹងឯងរួចហើយគេហៅថាដីច្រាបកលែងតំបន់ហ្នឹងខ្លាណាវាคล้ายទៅជាសត្រីកមុំក៏បានអីក៏បានដូចជាឆ្លុះលមៀងអីคล้ายទៅជាមនុស្សចាស់អីផ្សេងតែអាហ្នឹងខ្ញុំរំលឹកឲ្យក្មេងសាក្រោយដឹងតែសម្រាប់ដែលអ៊ំមីងមៀបងប្អូននឹងដឹងចាប់ពីអាយុ60ឡើងទៅដឹងអំពីកលែងច្រាបកលែងដីច្រាបយ៉ាងណាតែក្មេងសម័យឥឡូវនេះចាប់ពីដែល30ចុះមកក្រមនេះអត់ដឹងទេយ៉ាងណាគឺអត់ដឹងទេបច្ចុប្បន្នណាក៏ដឹងថាអ៊ំគាត់និយាយប្រាប់ឬក៏តាគាត់និយាយប្រាប់អានឹងដឹងបន្តិចបន្តួចយ៉ាងណាអ្នកខ្លះអានឹងបានថាដីច្រាបនឹងអត់ល្អទេពេលដែលយើងដាក់អំបិលកលែងយើងសាងសង់នឹងស្មើនឹងយើងយកដីច្រាបទៅដាក់ធ្វើឲ្យដីកលែងដែលយើងសាងសង់នឹងវាប្រៃចឹងណារួចហើយយើងគិតពិចារណាមើលទៅម្ទេសហិលណាពេលយើងហូបហិលហៀទឹកភ្នែកហៀទឹកស្មោអានឹងមិនគួរទេចឹងណាមិនគួរទេអានឹងខ្ញុំត្រឡប់ក៏ក្រោយបន្តិចឧទាហរណ៍ដូចតែពេលដែលយើងដេកអីហ្នឹងយើងកុំដេកបែរក្បាលទៅរោបង្គន់ចឹងណាបង្គន់ក្នុងបន្ទប់យើងហ្នឹងណាកុំដេកបែរក្បាលទៅរោបង្គន់ឬពេលទៅយូដែលកប់នៅក្រមយើងកុំដាក់ក្បាលទៅរោទៅយូដែលកប់នៅក្រមនឹងដែរចឹងណាវាមិនប៉ះពាល់ខ្លាំងទេប៉ុន្តែក្រិនសុបិនវាមិនសូវល្អចឹងណាពេលដែលយើងដេកទៅហ្នឹងណាសុបិនមិនល្អដូចខ្ញុំនិយាយខាងដើមនឹងឯងវាមិនប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារទេប៉ុន្តែគ្រាន់តែថាវាមានរោគអីបន្តិចបន្តួចចឹងណាវាមិនធំដុំទេទៅហ្នឹងណាមិនធំដុំទេអាហ្នឹងយើងកុំដេកបែរក្បាលទៅរោបង្គន់ឬទុយោដែលបង្គន់រត់មកចំចឹងណាអានឹងដែលខ្ញុំបញ្ជាក់ហើយដូចដែលខ្ញុំបញ្ជាក់មិញនេះដែរដូចជាដីដែលកន្លែងយើងជីកនិងសាងសង់ផ្ទះហ្នឹងហាមផ្ដាច់កុំយោដែលអំបិលឬម្ទេសទៅដាក់ពីព្រោះគេសួរខ្ញុំច្រើនបានតែខ្ញុំចេញវីដេអូហ្នឹងចឹងណារបួសដល់ឃើញអ្នកខ្លះយកដាក់ទៀតចឹងណាយកដាក់ទៀតហើយបើសិនបុគ្គលណាដែលដាក់ពិនិត្យមើលចុះមិនជាអីទេប៉ុន្តែប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារយើងហើយណាវាមានជំងឺដុំកាត់អីផ្សេងអានេះទៅវាប៉ះពាល់នឹងឲ្យបានបុរាណខ្មែរយើងនឹងថាមុននឹងសាងសង់ផ្ទះបុរាណខ្មែរយើងណានឹងក្នុងសភៅនិយាយពីប្រកាសបុរាណខ្មែរយើងថាមុននឹងសាងសង់ផ្ទះនឹងឲ្យយូរស្លឹកដែលលពៅនឹងទៅកប់ទុកចំនួន3ខែរួចហើយយើងទៅដែលជីកហើយយកដីនឹងមកលិតមើលតើដីនឹងវាមានរសជាតិអីរសជាតិប្រៃរសជាតិចត់រសជាតិជូររសជាតិផ្អែមចឹងណាបើរសជាតិប្រៃវាហាមផ្ដាច់មិនអោយលើកទេទីនោះចឹងណាបាទដែលវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបាទដែលជម្រាបលាពុកម៉ែបងប្អូនកូនក្មួយឬក៏ចៅទាំងអស់គ្នាបាទដែលជម្រាបលាបាទ